សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍ចូលមកកាន់ channel របស់ខ្ញុំបាទដែលជា channel ថ្មីគឺនិយាយអំពីការដែលយើងបង្កើតកសិកម្មការដែលយើងដំឡើងទូភ្ញាស់ពងមាន់ថ្ងៃនេះផងដែរខ្ញុំមកចែករំលែកចំណេះដឹងមួយដល់បងប្អូនគឺទូធ្វើភ្ញាស់ពងមាន់ដែលយើងគ្រាន់តែមានឡើងស្នោមួយមកហើយយើងធ្វើកញ្ច្រែងហើយបន្ទាប់ទៀតយើងអាចដាក់រេស្តង់ក៏បានឬអំពូលក៏បានគឺវាញាស់បានល្អបងប្អូនរៀនធ្វើតាមខ្ញុំបងប្អូននឹងបានទូភ្ញាស់មួយយ៉ាងល្អពីទៀតខ្ញុំនឹងបង្ហាញបងប្អូនយើងទៅធ្វើវាម៉េចchannel មុនគឺខ្ញុំធ្វើខាងអេឡិចត្រូនិកតែ channel នេះខ្ញុំមករៀនខាងកសិកម្មវិញឲ្យចែកម្លែកដល់បងប្អូននេះបងប្អូនត្រូវតែមានក្បាលមាន់ឬក៏ដៃក្តៅក៏បានដែរយើងយកក្បាលមាន់ឬដៃក្តៅដើម្បីយកមករុករុនវាព្រោះអីទូមាន់មួយដែលវាញាស់ទៅបានល្អវាអាស្រ័យទៅលើរុនខ្យល់ដែលវាបឺតដែលរុនខ្យល់ហ្នឹងវាចេញចូលមានខ្យល់ចេញចូលនឹងទូនឹងបានល្អទៅបានពងមាន់ញាស់បានល្អដែរអញ្ចឹងបងប្អូនត្រូវចោះរុននឹងមកចោះតាមខ្ញុំដូចខ្ញុំធ្វើប្រាប់បង្ហាញនឹងមកយើងចោះវាចោះឲ្យស្មើនេះបងប្អូនបើថាខាងនេះ7គឺយើងចោះមកខាងនោះក៏7ដែរខាងបដ ឥឡូវនេះខ្ញុំធ្វើទូប្រភេទនេះខ្ញុំបង្ហាញបងប្អូននេះដែលខ្ញុំដាក់រេស្តង់នេះគឺជាប្រភេទដែលយើងមានប្រើទេគឺខ្ញុំប្រើរេស្តង់កម្ដៅអញ្ចឹងឥឡូវខ្ញុំចោះខាងនេះ7ចំណែកឯខាងនេះវិញក៏ខ្ញុំត្រូវតែចោះរុនវា7ដូចគ្នាដែរនេះបងប្អូនមើលហើយធ្វើតាមទៅហើយកុំភ្លេចជួយចុច Subscribe លើ Channel បងប្អូនកុំភ្លេចជួយចុច Subscribe លើ Channel ថ្មីនេះផងបងប្អូនឥឡូវនេះយើងចោះមកខាង7នេះគឺបណ្ដោយឡាំងហើយឡាំងនេះផងដែរសូមបញ្ជាក់ដែរថាឡាំងនេះគឺមានបណ្ដោយវា62និងទទឹងវា41ទៅ42សង់ទីម៉ែត្រនេះទំហំឡាំងប៉ុណ្ណេះនេះឥឡូវនេះយើងចោះរុនខាងទទឹងនេះគឺយើងចោះវា1 2 3 4 5រុនបើមកខាង5មកខាង5ដែរមកអានេះយើងអត់មានប្រើកង្ហាលទេបងប្អូនយើងសន្សំចៃភ្លើងហើយទូប្រភេទនេះបងប្អូនអាចយកទៅប្រើជាមួយសូឡាក៏បានអាគុយក៏បានភ្លើងក៏បានអាស្រ័យលើការផ្គុំរបស់បងប្អូនទេនេះបងប្អូនពេលមើលហើយកុំភ្លេចជួយចុច Subscribe លើ Channel ថ្មីនេះផងបងប្អូន Channel មុនខ្ញុំបង្រៀនពីអេឡិចត្រូនិកចំណែក Channel វិញគឺខ្ញុំបង្រៀនបងប្អូនឲ្យធ្វើអំពីទូភ្ញាស់ពងមាន់ដែលញាស់ល្អការដែលខ្ញុំបង្ហោះមួយនេះទូទាំងអស់នេះសិតតែពិសោធន៍ឲ្យទាំងអស់បងប្អូនញាស់បានល្អទើបហើយបង្ហោះបង្ហាញប្រាប់បងប្អូនបន្តមកទៀតបងប្អូនកម្របវាបងប្អូនត្រូវចោះដែរគឺយើងចោះមកតែយើងចោះមិនដែរកុំឲ្យរុនខ្យល់ខាងលើនេះកុំឲ្យវាច្រើនជាងក្រោមឥឡូវនេះខ្ញុំចោះតាមកខាង12រុននេះបងប្អូនខ្ញុំចោះ12 10រុនទេវាអាស្រ័យលើបងប្អូននេះចង់បានច្រើនតិចក៏បានដែរវាអាស្រ័យលើតំបន់យើងដែរធ្វើទូភ្ញាស់ពងមាន់នេះក៏សំខាន់ដែរលើបរិយាកាសបងប្អូនដូចជាខែប្រាំងខែវស្សានិងទីកន្លែងផងដែរអញ្ចឹងយើងកន្លែងដាក់ទួយហ្នឹងខ្យល់វាចេញចូលបងប្អូនត្រូវរើសរកកន្លែងណាដែលខ្យល់សីតុណ្ហភាពវាសមរម្យទើបដាក់ទៅវាញាស់បានល្អមិនមែនថាទូទៅធ្វើទៅញាស់បានល្អទាំងអស់ទេបងប្អូនវាអាស្រ័យលើបរិយាកាសនៅជុំវិញផ្ទះបងប្អូនដែរឥឡូវយើងចោះរុនរួចបន្តមកទៀតនេះអានេះដល់នេះជាឧបករណ៍ដែលខ្ញុំដំឡើងទូនេះតែម្ដងនេះបងប្អូនអានេះគឺខ្ញុំបង្កើតឡើងខ្លួនឯងទេក្នុង Channel អេឡិចត្រូនិកមុនក៏ខ្ញុំធ្លាប់បានបង្ហាញបងប្អូនអំពីដែលបង្កើតរេស្តង់ខ្លួនឯងនេះផងដែរនេះបងប្អូនឧបករណ៍ខ្ញុំបង្កើតខ្លួនឯងនេះគឺជារេស្តង់សម្រាប់កម្ដៅក្នុងទូភ្ញាស់មាន់នេះអានេះវាមានប្រយោជន៍ច្រើនបងប្អូនយើងប្រើអាគុយក៏បានសូឡាក៏បានប្រើភ្លើងក៏បានជាពិសេសនោះអ្វីដែលសំខាន់បំផុតនោះគឺឧបករណ៍ខ្ញុំបង្កើតនេះគឺវាផ្សំឡើងដោយមានដីខ្សាច់ផងមានខ្ជុងថ្មផងយើងផ្សំចូលទៅដើម្បីវាថែរក្សាកម្ដៅអានេះល្អណាស់បងប្អូនបើសិនជាបងប្អូនណានៅកន្លែងអគ្គិសនីខ្វះខាតម្ដងដាច់ម្ដងជាប់អីហ្នឹងអានេះបើសិនជាភ្លើងដាច់អីវាអាចជួយស្តុបកម្ដៅរហូតដល់20នាទីឬទៅដល់កន្លះម៉ោងបងប្អូនអានេះតើបានក្តៅអត់ងាយតិចទេចឹងឥឡូវខ្ញុំរៀបចំវាចូលបងប្អូនមើលឲ្យធ្វើតាមទៅហើយសូមបញ្ជាក់ផងដែរថាបើសិនជាបងប្អូនមិនដំឡើងរបៀបរេស្តង់ដូចនេះទេបងប្អូនអាចរកអំពូល
យកអំពូលយកមកតម្លើងបានវាអាស្រ័យលើបងប្អូនទេបើមានពេលវគ្គក្រោយខ្ញុំនឹងបង្រៀនបងប្អូនអំពីរបៀបដែលយើងប្រើអំពូលវិញចឹងថ្ងៃនេះខ្ញុំគ្រាន់បង្រៀនបងប្អូនអំពីរេស្តង់ចាំវគ្គក្រោយខ្ញុំនឹងលើកឡើងនៅអំពូលឥឡូវនេះខ្ញុំយក sensor 3001 W3001 យកមកបង្ហាញបងប្អូននេះគឺ W3001 12V លើពេលបងប្អូននេះមើលឲ្យខ្ញុំធ្វើតាមទៅចឹងបងប្អូនត្រូវចាំបាច់ត្រូវតែមានកូនកំបិតមួយមកយើងយកវាមកវាស់មកវែងឲ្យច្បាស់លាស់ហើយយើងខ្វៀលដាក់ចូលតែម្ដងនេះបងប្អូនគឺខ្ញុំចោះចន្លោះវាដាក់ចូលសិនអបមកទៀតនេះគឺយើងរៀបចំខ្សែវាមកនេះគឺខ្សែរេស្តង់កម្ដៅយើងសងខាងគឺយើងគូបវាមកឧទាហរណ៍ថាវាខ្សែពីរសរសៃអញ្ចឹងឧទាហរណ៍ថាបូកគូបបូកដកគូបដកមកបងប្អូនខ្សែនេះវាបើយើងគិតទៅយើងចង់និយាយឧទាហរណ៍មួយថាបើសិនជាយើងគូបពីអានេះគេហៅថាគូបពី10មិនមែនគូបឡើង24ទេបងប្អូនអានេះគឺភាសាជាងគេហៅថាគូប 12V មិនមែនគូបឡើង24ទេអានេះចឹងបន្ទាប់ទៀតនេះយើងរុំវាស្អាតមកហើយយើងតវាចូល sensor W 3001យើងត្រូវមានដុំ power auto 12V មួយអានេះវាដុំ power auto 12V នេះខ្ញុំយកមកប្រើនេះគឺមានកម្លាំងវា6 ampere ចឹងបានន័យថា resistance កម្ដៅនេះគឺវា 70W អញ្ចឹងវាតម្រូវជាមួយនឹងដុំ auto power 12V នេះហើយ6W 6 ampere នេះហើយគឺវាត្រូវគ្នាហើយចាឥឡូវខ្ញុំចាប់ដើមគុំខ្សែចូលបងប្អូនមើលបងប្អូនត្រូវចំណាំតាមខ្ញុំមកព្រោះអីនៅលើ sensor W3001 ហ្នឹងវាមានខ្សែវាក្រហមលឿងហើយនឹងខ្មៅខ្សែក្រហមហើយនឹងខ្សែខ្មៅនេះអានេះគេហៅថាខ្សែ in គឺខ្សែចូលវាបានន័យថាភ្លើង 12V ហ្នឹងចូលវាឬក៏ភ្លើងសូឡាចូលទៅកាន់វាឬក៏អាគុយចូលទៅកាន់វានេះបងប្អូនគឺចូលកាន់វាសិនបន្ទាប់មកទៀតបានយើងរៀបចំខ្សែចេញមកវិញភ្លើងដែលចេញវិញនោះគឺខ្សែពណ៌លឿងមួយនិងខ្សែពណ៌ខ្មៅមួយអញ្ចឹងសូមបញ្ជាក់ម្ដងទៀត sensor W3001 មានខ្សែទាំងអស់4សរសៃដោយមានខ្សែខ្មៅ2លឿង1ហើយនិងខ្សែក្រហម1អញ្ចឹងបងប្អូនស្រួលចំណាំទេឲ្យតែ sensor W3001 ហ្នឹងឬក៏យើងហៅថាthermostat ឬក៏ឧបករណ៍ផ្ដាច់កម្ដៅឲ្យតែប្រភេទ W3001 នេះគឺវាមានខ្សែលឿងក្រហមហើយនិងខ្មៅមកគូអញ្ចឹងទាំងអស់ខ្សែវា4សរសៃខ្សែដំណើរការ4សរសៃនិងខ្សែ sensor វាអាខ្មៅនេះខ្សែខ្មៅមួយវែងស្ទល់នេះអាហ្នឹងគេហៅថាខ្សែ sensor វាអាហ្នឹងសម្រាប់មើលកម្ដៅមើលហើយអញ្ចឹងបងប្អូនចំណាំម្ដងទៀតគឺវាមានខ្សែក្រហមមួយខ្មៅមួយគឺខ្សែចូលភ្លើង 12V ចូលឬអាគុយចូលចំណែកឯខ្សែលឿងហើយនិងខ្សែខ្មៅមកខាងទៀតគឺជាខ្សែចេញទៅរេស្តង់ឬក៏អំពូលវាអាស្រ័យទៅលើបងប្អូនប្រើទៅលើឧបករណ៍អំពូលឬរេស្តង់អញ្ចឹងបងប្អូនមើលចំណែកឯខ្សែខ្មៅហើយមានដុំមួយតូចនៅកញ្ចុងវាដូចដុំដែរហ្នឹងអានោះគេហៅថាខ្សែ sensor ខ្សែនេះគឺគេសម្រាប់យកទៅដាក់លើពងមាន់ឬពងទារបស់បងប្អូនចង់ភ្ញាស់ហ្នឹងចាឥឡូវខ្ញុំផ្សាយវាចូលហើយបងប្អូនមើលទៅនេះគឺខ្សែក្រហមមួយខ្មៅមួយលឿងមួយនិងខ្មៅមួយពេលបងប្អូនធ្វើបងប្អូនមើលធ្វើទៅពេលបងប្អូនមើលហើយកុំភ្លេចជួយចុច Subscribe នៅលើ Channel ថ្មីនេះផងនេះជាការចែករំលែកពិតប្រាកដហើយបងប្អូនចង់បានឧបករណ៍តម្លើងទូភ្ញាស់ពងមាន់ពងទាពងក្រួយហ្នឹងបងប្អូនអាចទំនាក់ទំនងនៅលើ Channel របស់ខ្ញុំនេះបានដោយមានតម្លៃសមរម្យហើយគុណភាពល្អទៀតបងប្អូនអាចតាក់ទងទិញបានការចែករំលែកនេះខ្ញុំចែករំលែកបងប្អូនចេះយ៉ាងពិតប្រាកដអត់មានលាក់លៀមទេបងប្អូនមើលហើយរៀនធ្វើតាមមួយទៅឥ
lớn này dương điệp trong xài hai chân dương xạ thực tay mới chọn đồng việt đá rừng đá bom ôn mới ní kia trên mò sam cốt chọi pram ní hay đang lương có hòm tội ní ban này tha anh ấy việt đầm đá việt cầm pôn đầm đá cá đột dây stong ở cái đảo ní bom ôn việt đột dây stong nó pe trên lương có hòm tội mùi nắng nấu hàng lứa nó nấu trùng nó bom ôn nâng cái hào ra cầm pôn đột dây stong rồi có đột đầm pú ban này ra việt bao rồi lẹ viết đồng bay tao cùng đào cùng pú rư có restong chờ lỡ nó dương ba vì sao thấy chẳng trăm ba dùng hot nông tú tôi được miền tật bom ổn điện trọc đã tất cái xong trẻ phong này tha bờ sân để bom ổn khơi sầm nở miền lang tách bom ổn ai tham miền đã ở pin mà tu đó ba này thay những ai tham tận mà cái thôn rư cái thôn bay cái thôn ao ta đã cho tu nhau vòng mòn này sai bờ sân sai từ lưới chế bom ổn bờ sân dịch khai bờ sái bom ổn ai đã trầm tầm mùi pi phần năng đó ba này tay và khai práng bom ổn ai đã can để trắng cứ can để lỏ ổn ở có như ba cầm nọt thái ở phía shop nơi cầm đảo chập bị sam bầm pớ là hốt đó sam pớ cho pram chẳng những bạn đã sam nó lưới ní ba này là sam sầm pớ vì shop sam pớ cho pram việc này này bom ổn đảo bom ổn lưới này bom ổn chụp này và năng cho dương chụp này nó vẹt rào đến con ra bom ổn xong chùm điệp lía